តម្លៃហាងចេញមាសបានបន្តស្ទុះងើបឡើងខ្លាំងបន្ថែមទៀតនៅក្នុងព្រឹកថ្ងៃអង្គារនេះសូមស្វាគមន៍មកការវិភាគតម្លៃហាងចេញមាសប្រចាំថ្ងៃអង្គារទី23ខែធ្នូឆ្នាំ2025យើងឃើញថាតម្លៃហាងចេញមាសគឺបានបន្តស្ទុះងើបឡើងខ្លាំងបន្ថែមទៀតដល់កម្រិត$4,466ក្នុង1អោនឬក៏ប្រមាណជា$5,380ក្នុង1ដំឡឹងគិតត្រឹមម៉ោង7:20នាទីព្រឹកចឹងសម្រាប់មូលហេតុចម្បងដែលខ្ញុំបានជំរាបជូនដោយទៅនឹងការពីម្សិលមិញដែរមាសគឺស្ទុះងើបឡើងខ្លាំងដោយសារតែភាពទន់ខ្សោយនៃប្រាក់ដុល្លារបាទបន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានចេញមកគឺបង្ហាញពីភាពមិនល្អក្នុងវិស័យការងារក៏ដូចជាបានបង្ហាញពីការធ្លាក់ចុះនៃអត្រាអតិផរណាបាទដែលជាហេតុអាចនឹងជំរុញឲ្យធនាគារកណ្ដាលសហរដ្ឋអាមេរិកកាត់ថយអត្រាការប្រាក់នៅក្នុងខែមករាខាងមុខនេះបាទយើងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាថាតើមាសនឹងបន្តកើនឡើងទៅដល់កម្រិតណាបន្ថែមទៀតយើងចាប់ផ្ដើមមើលពីបកគោប្រចាំថ្ងៃទៅមុនបាទសម្រាប់បកគោប្រចាំថ្ងៃរបស់មាសខ្ញុំមើលឃើញថាបច្ចុប្បន្ននេះស្ថិតនៅក្នុងទំនោរកើនឡើងដល់តែហើយបើយើងនិយាយពីកម្លាំងទិញម្សិលមិញនេះបកគោប្រចាំថ្ងៃគឺបិទនៅ full body តែម្ដងចឹងថ្ងៃនេះគឺនឹងបន្តងើបឡើងទៅលើបន្ថែមទៀតបាទងើបឡើងទៅលើបន្ថែមទៀតចឹងសម្រាប់បកគោប្រចាំថ្ងៃខ្ញុំនៅតែមើលឃើញបន្តឡើងបាទឥឡូវយើងចូលទៅមើលបកគោ4ម៉ោងទាំងអស់គ្នាចឹងសម្រាប់បកគោ4ម៉ោងបាទស្ថិតនៅក្នុងទំនោរកើនឡើងដដែលហើយបច្ចុប្បន្ននេះវាឡើងខ្លាំងមែនតើមកប៉ះ trend line ខាងលើនេះហើយបាទចឹងប្រហែលជាមិនយូរទេអាចនឹងមានការ retest ចុះមកខ្លះហើយបាទចាំគោ4ម៉ោងបាទយើងប្រងប្រយ័ត្នបន្តិចក្នុងការទិញណាបាទវាល្អធៀមចាំលក់ចោះវិញល្អជាងឥឡូវយើងចូលទៅមើលបកគោរយៈពេល1ម៉ោងទាំងអស់គ្នាបាទបកគោរយៈពេល1ម៉ោងខ្ញុំបានបែងចែកជាកម្រិតធៀមទិញលក់បាទចឹងកម្រិតធៀមទិញមាន3ហើយកម្រិតធៀមលក់ចោះមាន3គ្នាប៉ុន្តែរៀងកម្រិតរៀងឆ្ងាយឆ្ងាយណាចឹងដែល key ដែលយើងមើលសំខាន់គឺកម្រិតខ្ពស់ទី1បាទហើយនឹងកម្រិតទាបទី1ដែលយើងអាចធ្វើការធៀមទិញហើយនឹងលក់ចឹងសម្រាប់3កម្រិតទាបខ្ញុំបង្ហាញ3កម្រិតទាបមុនបាទកម្រិតដែលយើងធៀមទិញណាមានកម្រិតទាបទី1គឺនៅកម្រិត$4,410ក្នុង1អោនកម្រិតទាបទី2គឺនៅកម្រិត$4,371ក្នុង1អោនហើយនិងកម្រិតទាបទី3គឺនៅកម្រិត$4,306ក្នុង1អោនជាកម្រិតដែលយើងអាចធ្វើការទិញឡើងបាទសម្រាប់កម្រិតខ្ពស់វិញគឺមាន3កម្រិតដូចគ្នាទី1គឺនៅកម្រិត$4,482ក្នុង1អោនទី2$4,521ក្នុង1អោនហើយនៅកម្រិតខ្ពស់ទី3គឺនៅកម្រិត$4,593ក្នុង1អោនបាទចឹងសម្រាប់ទិសដៅមាសនៅក្នុងព្រឹកនេះវាកំពុងតែមានទិសដៅទៅកម្រិតខ្ពស់ទី1ហើយចឹងបើសិនជាបុកអត់ដាច់បងប្អូនអាចធ្វើការលក់ចោះមកខាងក្រោមវិញតែបើសិនជាបុកដាច់បងប្អូនអាចមើលនៅកម្រិតខ្ពស់បន្ទាប់ខាងលើនេះបាទ$4,521ក្នុង1អោនចឹងបងប្អូនអាចធៀបលក់ពីលើនឹងមកបាទហើយបើសិនជាឡើងខ្លាំងមែនតើ$4,593ប៉ុន្តែគាត់ថាខ្ញុំអត់តន់ចង់ឲ្យមើលថងហ្នឹងទេផឹកទេខ្ញុំមើលទៅកម្រិត$4,482នេះនឹងទៅដល់ហើយទៅដល់ឆាប់ហើយអញ្ចឹងយើងអាចមើលទៅធៀមធ្វើការលក់ចោលមកវិញសម្រាប់កម្រិតដែលយើងធៀមទិញក្នុងករណីវាធ្លាក់ចោលមកវិញទី1គឺនៅកម្រិត$4,410នេះ$4,410នេះគឺបងប្អូនអាចធ្វើការធៀមទិញឡើងឬក៏បើសិនជាបំបែកកម្រិតនឹងមកអាច$4,371អញ្ចឹងយ៉ាងណាមិញបងប្អូនអាចមើលកម្រិតទី1សិនទៅកម្រិតទាបទី1ទៅកម្រិតខ្ពស់ទី1សិនព្រោះដោយសារតែកម្រិតវាឆ្ងាយអញ្ចឹងមកដល់កម្រិតមួយហ្នឹងបើសិនជាមានសញ្ញាអាចធ្វើការទិញលក់បានបងប្អូនអាចធ្វើការទិញលក់ចោះបាទហើយខ្ញុំនឹងអាប់ដេតបន្ថែមទៀតនៅក្នុងក្រុមរបស់យើងអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់បងប្អូនដែលចង់បើកគណនីកក់ហាងចេញមាសបាទបងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទដែលខ្ញុំបានដាក់នៅក្នុង caption បានសម្រាប់បងប្អូនដែលថ្មីបងប្អូនអាចសិក្សាស្វែងយល់បានអាចអញ្ជើញមកផ្ទាល់ក៏បានឬក៏សិក្សាតាមរយៈវីដេអូក៏បានអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងទេបាទសូមអរគុណសូមគោរពលា